សាទតុបខាងលិចបានចុះក្នុងបញ្ជីសារពើភ័ណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្បៈលេខ486ដោយប្រាសាទនេះស្ថិតនៅចន្លោះប្រាសាទបាយ័ននិងក្លោងទ្វារតាកែវដែលស្ថិតនៅក្នុងសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបប្រសិនជាយើងធ្វើដំណើរចេញពីប្រាសាទបាយ័នចម្ងាយប្រមាណជា700ម៉ែត្រគឺមានផ្លូវតូចមួយដែលស្ថិតនៅខាងឆ្វេងដៃជិះចូលទៅប្រមាណជា100ម៉ែត្រយើងនឹងទៅដល់ទីតាំងប្រាសាទតុបខាងលិចនេះហើយនៅក្នុងបរិវេណក្រុងអង្គរធំមានប្រាសាទតុបចំនួន2គឺប្រាសាទតុបខាងកើតនិងប្រាសាទតុបខាងលិចដោយនៅក្នុងប្រទេសកម្ពុជាយើងឈ្មោះប្រាសាទតុបគឺមានច្រើនដោយភាគច្រើនអ្នកស្រុកហៅសំដៅទៅលើប្រាសាទដែលមានប្រាង្គទោលឬប្រាសាទដែលបាក់រលំនៅផ្នែកខាងលើដែលធ្វើឲ្យរូបរាងប្រាសាទគឺមានសភាពទាបឬក៏កន្ទប់បច្ចុប្បន្ននេះប្រាសាទតុបខាងលិចគឺបានឈរយ៉ាងរឹងមាំនិងបង្ហាញសម្រស់យ៉ាងស្រស់ស្អាតនៅកណ្ដាលព្រៃអង្គរធំដោយសារកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុនចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំដោយវិទ្យាស្ថានជាតិណារ៉ាបានចាប់ផ្ដើមគម្រោងនេះប្រហែលជាឆ្នាំ2011និងបញ្ចប់ក្នុងឆ្នាំ2022កាលពីមុនប្រាសាទតុបខាងលិចគឺបានរលំនិងរលុះថ្មធ្លាក់មកលើដីស្ទើរតែមើលមិនដឹងពីរចនាសម្ព័ន្ធរបស់ប្រាសាទនេះនោះទេក៏ព្រោះតែអាយុកាលកត្តាធម្មជាតិនិងកង្វះការមើលថែតែឥឡូវយើងអាចស្វែងយល់អំពីស្ថាបត្យកម្មនិងក្បាច់ចម្លាក់ផ្សេងៗនៅលើប្រាសាទនេះបានយ៉ាងងាយដោយប្រាសាទតុបខាងលិចគឺមានប្រាង្គចំនួន3ធ្វើអំពីថ្មភក់រត់ជាជួរតាមអជើងត្បូងដោយប្រាង្គកណ្ដាលគឺមានទំហំធំមានទ្វារចេញចូលទាំង4ទិសសង់នៅលើខឿន3ជាន់និងប្រាង្គសងខាងមានទំហំតូចសង់នៅលើខឿនទាបជាងបន្តិចមានច្រកចូលតែមួយផ្នែកប៉ុណ្ណោះនៅផ្នែកខាងកើតដោយ3ផ្នែកទៀតគឺជាទ្វារបញ្ឆោតលម្អទៅដោយចម្លាក់ព្រះពុទ្ធក្នុងកាយវិការអភយមុទ្រាផ្នែកខាងកើតប្រាង្គកណ្ដាលគឺមានលានវែងមួយធ្វើអំពីថ្មភក់និងថ្មបាយក្រៀមនិងជណ្ដាលតូចសងខាង2នៅផ្នែកខាងកើតមានព្រះចេតិយ2ធ្វើអំពីថ្មបាយក្រៀមស្ថិតនៅអខាងកើតនិងមានសីមាភ្លោះមួយចំនួនស្ថិតនៅជុំវិញប្រាសាទទាំង8ទិសនិងមានកំពែងព័ទ្ធជុំវិញធ្វើអំពីថ្មបាយក្រៀមប្រាង្គទាំងអស់របស់ប្រាសាទតុបខាងលិចគឺលម្អទៅដោយចម្លាក់រូបព្រះពុទ្ធជាពិសេសចម្លាក់នៅលើហោឈៀងដែលជាចម្លាក់ព្រះពុទ្ធនៅក្នុងកាយវិការយកព្រះធរណីជាសាក្សីបន្ទាប់ពីស្វែងយល់អំពីសំណង់ស្ថាបត្យកម្មហើយឥឡូវសូមពុកម៉ែបងប្អូនមកស្វែងយល់អំពីប្រវត្តិឬក៏អាយុកាលនៃប្រាសាទតុបខាងលិចជាមួយនាងខ្ញុំទាំងអស់គ្នាប្រាង្គកណ្ដាលនៃប្រាសាទតុបខាងលិចគឺជាសំណង់ស្ថាបត្យកម្មនាចុងសតវត្សទី10បើទោះបីជាប្រាសាទនេះជាប្រភពនៃសិលាចារឹកលេខ576ដែលចារឡើងនៅក្នុងសតវត្សទី9នៃគ្រិស្តសករាជក៏ដោយប្រាង្គកណ្ដាលនេះគឺជាប្រាង្គតូលដែលសង់នៅលើខឿនថ្មបាយក្រៀមហើយការកុនបន្ថែមដោយរក្សាទុកនៃផ្តែរទ្វារនិងសសរពេជ្រដែលឆ្លាក់នៅលើថ្មភក់ពណ៌ផ្កាឈូកនៅក្នុងសតវត្សទី10នៃគ្រិស្តសករាជក្រោយមកនៅសតវត្សទី13ដល់សតវត្សទី17ខឿនប្រាសាទគឺសាងសង់បន្ថែមពីលើថ្មបាយក្រៀមដោយត្រូវបានរៀបថ្មភក់មួយជាន់ពីលើប្រាង្គកណ្ដាលក៏មានការកែកុនដែរដោយបន្ថែមចម្លាក់ព្រះពុទ្ធមួយចំនួនព្រមទាំងសង់បន្ថែមប្រាង្គចំនួន2ទៀតដែលនៅសងខាងប្រាង្គទាំងអស់នៃប្រាសាទតុបខាងលិចសុទ្ធសឹងតែជាចម្លាក់រូបព្រះពុទ្ធដែលស្ថិតនៅក្នុងកាយវិការផ្សេងៗគ្នា
នៅសម័យកណ្ដាលគឺបានសាងសង់បន្ថែមនៃខឿនទ្វេងមួយដែលមានបណ្ដោយប្រមាណជា17 ម៉ែត្រកន្លះនិងទទឹងជាង7 ម៉ែត្រតភ្ជាប់ពីខឿនចាស់មកខាងកើតដោយនៅចុងខាងលិចនៃខឿនថ្មីនេះគឺមានបល្ល័ង្កព្រះពុទ្ធធំមួយដែលខឿននេះជាខឿនរោងអបោសុតឬក៏ជាព្រះវិហារព្រះពុទ្ធសាសនាថេរវាទដោយផ្នែកខាងលើគឺសាងសង់អំពីឈើប្រក់ក្បឿងដោយមានផុសតាងពីការកំណាយជួសជុលប្រាសាទនេះដែលមានបំណែកក្បឿងនៃជុំវិញខឿននេះតាមរយៈសិលាចារឹកលេខ576ប្រាសាទតុបខាងលិចធ្លាប់ជាអាស្រមមួយនៃព្រហ្មញ្ញសាសនាដែលមាននាមថាស្រីសម្រៈវិក្រមដែលគោរពនិងមានជំនឿទៅលើព្រះនរាយណ៍នារជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី1នាចុងសតវត្សទី9នៃគ្រិស្តសករាជតែក្រោយមកប្រហែលជានៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ទីតាំងប្រាសាទតុបខាងលិចនេះគឺបដូរទៅជាការគោរពចំពោះព្រះពុទ្ធសាសនាមហាយានវិញដែលយើងឃើញមានផុសតាងនៃបដិមាព្រះពុទ្ធព្រះពោធិសត្វលោកេស្វរៈមួយចំនួនដែលស្ថិតនៅក្នុងរចនាបថបាយ័ននៅលើទីតាំងប្រាសាទនេះក្រោយមកទៀតចូលដល់សម័យកាលក្រោយមកក៏មានការបដូរមកគោរពសក្ការៈចំពោះព្រះពុទ្ធសាសនាថេរវាទប្រាសាទតុបខាងលិចគឺបានធ្វើការជួសជុលដំបូងគឺដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំងដែលមានឈ្មោះថា Henri Marchal កាលពីឆ្នាំ1918ហើយតាំងពីឆ្នាំ2011រហូតមកដល់បច្ចុប្បន្ននេះគឺស្ថិតនៅក្រោមកិច្ចសហការប្រតិបត្តិការរវាងអាជ្ញាធរជាតិអូស្ត្រាជាមួយគម្រោងរបស់វិទ្យាស្ថានជាតិតារាប្រទេសជប៉ុនគឺធ្វើការជួសជុលអស់ជាច្រើនឆ្នាំប្រាសាទតុបខាងលិចមានទំហំតូចនិងនៅក្នុងព្រៃមិនសូវជាមានអ្នកស្គាល់ក៏ពិតមែនប៉ុន្តែភាពស្រស់ស្អាតក្បាច់ចម្លាក់ជាពិសេសគឺចម្លាក់រូបព្រះពុទ្ធដែលបង្ហាញឡើងនៅលើប្រាសាទគឺមានភាពគួរឲ្យចាប់អារម្មណ៍មែនទែនជាពិសេសប្រាសាទនេះគឺស្ថិតនៅបណ្ដោយផ្លូវពីប្រាសាទបាយ័នទៅខ្លោងទ្វារតាកែវផងដែរបើសិនបើមានឱកាសពុកម៉ែបងប្អូនអាចឆ្លៀតចូលទស្សនាប្រាសាទនេះសរសើរអំពីស្នាដៃបុព្វបុរសយើងហើយអាចទៅមើលថ្ងៃលិចនៅខ្លោងទ្វារតាកែវក៏បានចំពោះคลิปវីដេអូដែលនាងខ្ញុំធ្វើអំពីប្រាសាទតុបខាងលិចនៅពេលនេះនាងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបើសិនជាមានកំហុសខុសឆ្គងឬនិយាយទាស់ខុសត្រង់កន្លែងណានាងខ្ញុំសូមអភ័យទោសសង្ឃឹមថានឹងបានជួបពុកម៉ែបងប្អូននៅคลิปវីដេអូក្រោយៗទៀតសូមអរគុណ